ปราสาทตามอนทมปราสาทตามอนทมก็สร้างឡើងក្នុងសតវត្សទី11ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1ឆ្នាំ1002ដល់ឆ្នាំ1050និងឧទ័យទិត្យវរ្ម័នទី2ឆ្នាំ1050ដល់ឆ្នាំ1066ប្រាសាទនេះមានទីតាំងស្ថិតនៅភូមិតាមនសែនជ័យឃុំគោកមនស្រុកបន្ទាយអំពើខេត្តឧត្តរមានជ័យនៅក្បែរនោះមានប្រាសាទដំរីទ្រោមនិងមានចម្ងាយ13គីឡូម៉ែត្រពីប្រាសាទតាក្របីដែលស្ថិតនៅលើជួរភ្នំដងរែងបើតាមឯកសារព្រឹទ្ធាចារ្យដែលរស់នៅនិងថែរក្សាប្រាសាទនេះបានបញ្ជាក់ថាកាលដើមឡើយប្រាសាទតាមាន់ទាំងមូលមានឈ្មោះថាប្រាសាទវេទមន្តលុះក្រោយមកក៏ក្លាយជាប្រាសាទតាមាន់រហូតមកដល់សព្វថ្ងៃនេះប្រាសាទតាមាន់ធំជាទីតាំងសក្ការៈបូជារបស់ខ្មែរបុរាណដែលស្ថិតនៅតាមផ្លូវបុរាណពីរាជធានីអង្គរទៅផ្នែកខាងជើងនៃអាណាចក្រអង្គរប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសដល់ព្រះសិវៈក្នុងព្រហ្មញ្ញសាសនាប្រាសាទកសាងឡើងក្នុងសម័យអាណាចក្រអង្គរដែលមានទីតាំងស្ថិតនៅជួរភ្នំដងរែងប្រសិនបើគ្មានដើមឈើនៅលើជម្រាលភ្នំពីខាងមុខប្រាសាទគេនឹងឃើញមានទិដ្ឋភាពដ៏ស្រស់ស្អាតលើដីទំនាបរបស់កម្ពុជាឆ្ពោះទៅកាន់ភាគខាងត្បូងប្រសិនបើចេញពីខ្លោងទ្វារប្រាសាទគេអាចធ្វើដំណើរលើផ្លូវបុរាណដែលមកពីរាជធានីអង្គរចំណែកនៅខាងក្រោមមានស្រះទឹកបុរាណមួយប្រាសាទតាមាន់ធំជាប្រាសាទដែលតម្កល់សិវលិង្គធម្មជាតិមួយដែលមានឈ្មោះថាស្វាយជម្ភូវលិង្គដែលមានន័យថាលិង្គដែលកើតឡើងដោយខ្លួនឯងលិង្គធម្មជាតិដែលមានភាពល្បីល្បាញដូចគ្នាទៅនឹងព្រះលិង្គនៅប្រាសាទវត្តភូក្នុងទឹកដីប្រទេសឡាវនាពេលបច្ចុប្បន្នលក្ខណៈពិសេសមួយទៀតរបស់ប្រាសាទតាមាន់ធំគឺជាការតម្រង់ទិសនៃប្រាសាទប្រាសាទបុរាណខ្មែរភាគច្រើនតម្រង់ទិសឆ្ពោះទៅខាងកើតចំ90ដឺក្រេហេតុនេះអនុញ្ញាតឲ្យព្រះអាទិត្យរះដើម្បីបំភ្លឺអាទិទេពនៅទីជម្រកកណ្ដាល2ដងក្នុងមួយឆ្នាំប្រាសាទខ្មែរពីរប៉ុណ្ណោះដែលមានខ្លោងទ្វារបែរមុខទៅទិសខាងត្បូងដូចជាប្រាសាទភិមានិងប្រាសាទតាមាន់ធំប្រាសាទដែលបែរមុខទៅទិសខាងត្បូងមានការជាប់តាក់ទងទៅនឹងព្រះយមរាជគឺព្រះអាទិទេពនៃការស្លាប់ប្រាសាទភិមាក៏ដូចជាប្រាសាទតាមាន់ធំបានបែរទៅទិសខាងត្បូងដែលតម្រង់ទៅរករាជធានីអង្គរប្រាសាទតាមាន់ធំបែរមុខទៅទិសខាងត្បូងមាន 171.5 ដឺក្រេដែលមាន 8.5 ដឺក្រេទៅទិសខាងត្បូងនិងមាន 24 ដឺក្រេតម្រង់ទៅកាន់រាជធានីអង្គរលក្ខណៈពិសេសនៃទីតាំងដ៏អស្ចារ្យនេះក៏ដោយសារតែវត្តមានរបស់ថ្មធម្មជាតិមួយដែលមានលក្ខណៈសើមជានិញបណ្ដាលមកពីចរន្តទឹកដែលផុសចេញពីបាតភ្នំថ្មនោះគឺជាថ្មធម្មជាតិដែលត្រូវបានគេប្រដូចទៅនឹងព្រះសិវលិង្គឬលិង្គព្រះឥសូរដ៏មានមហិទ្ធិឫទ្ធិក្នុងសម័យកាលបុរាណប្រការនេះហើយដែលថ្មលិង្គស្វាយជម្ភូបានคล้ายទៅជាចំណុចកណ្ដាលឬបេះដូងនៃប្រាសាទតាមាន់ធំព្រោះតែមានការសាងសង់ប្រាង្គប្រធានហុំព័ទ្ធពីលើព្រមទាំងសំណង់ឧបសម្ព័ន្ធនានាជុំវិញក្នុងបរិបទបែបនេះទើបទីតាំងនៃប្រាសាទកាន់តែស័ក្តិសិទ្ធិធ្វើឡើងសូមបញ្ជាក់ផងដែរថាអ្វីត្បិតតែប្រាសាទតាមាន់ធំត្រូវបានកសាងឡើងនៅសតវត្សទី11ក្តីក៏ប៉ុន្តែមិនមែនមានន័យថាទីតាំងនេះទើបតែត្រូវបានជ្រើសរើសក្នុងសម័យកាលនោះទេយោងតាមការស្រាវជ្រាវអាចកត់សម្គាល់ថាទីតាំងនេះត្រូវបានប្រជានុរាស្ត្រខ្មែរដែលជាអ្នកស្រុកក្នុងតំបន់គោរពបូជាតាំងតែសម័យបុរេអង្គរមកម្លេះពោលគឺនៅដើមសម័យចេនឡាមកម្លេះនៅចុងសតវត្សទី6ដើមសតវត្សទី7ជាពិសេសក្នុងសម័យកាលរបស់ព្រះបាទមហេន្ទ្រវរ្ម័នចិត្រសេនា